ប្រភ្នូលក្តៅត្រចៀក 1. ម៉ោង 1 យប់ដល់ម៉ោង 3 យប់បើក្តៅត្រចៀកឆ្វេងឬត្រចៀកស្តាំទំនាយថានឹងមានព្រះសង្ឃមកពិភាក្សាហេតុការណ៍ផ្សេងជាមួយខ្លួន 2. ម៉ោង 3 យប់ដល់ម៉ោង 5 ជិតភ្លឺបើមានក្តៅត្រចៀកទោះឆ្លងក្តីស្តាំក្តីនោះទំនាយថានឹងមានការល្អការសប្បាយចិត្តមកដល់ខ្លួនអ្នកជាមិនខាន 3. ម៉ោង 5 ជិតភ្លឺដល់ម៉ោង 7 ព្រឹកបើក្តៅត្រចៀកខាងឆ្លងក្តីខាងស្ដាំនោះទំនាយថានឹងបានរបស់ទទួលទានយ៉ាងឆ្ងាញ់ហើយនឹងបានជួបជុំគ្នាយ៉ាងប្រសើរ 4 ម៉ោង 7 ព្រឹកដល់ម៉ោង 9 ព្រឹកបើក្តៅត្រចៀកខាងឆ្វេងក្តីខាងស្ដាំនោះទំនាយថាអ្នកនឹងបានជួបជុំជាមួយនឹងមនុស្សដែលមកពីស្រុកឆ្ងាយយ៉ាងប្រសើរល្អណាស់ហោង 5 ម៉ោង 9 ព្រឹកដល់ម៉ោង 11 ព្រឹកបើក្តៅត្រចៀកខាងឆ្វេងក្តីខាងស្ដាំក្តីនោះទំនាយថានឹងបានប្រកាសបានរីករាយសប្បាយគប់ចិត្តយ៉ាងក្រៃលែង 5 ម៉ោង 11 ថ្ងៃត្រង់ដល់ម៉ោង 1 រសៀលបើក្តៅត្រចៀកខាងឆ្វេងក្តីខាងស្ដាំក្តីនោះទំនាយថាត្រូវខាតបង់ប្រកាសបង់ខាតទ្រព្យ 7 សម្បត្តិពុំល្អសោះឡើយម៉ោង 1 រសៀលដល់ម៉ោង 3 ល្ងាចបើក្តៅត្រចៀកខាងឆ្វេងក្តីខាងស្ដាំក្តីនោះទំនាយថានឹងបានអាហារបរិភោគយ៉ាងឆ្ងាញ់ហើយបានជួបនឹងការល្អសប្បាយគប់ចិត្តទៀតផង 8 ម៉ោង 3 ល្ងាចដល់ម៉ោង 5 ល្ងាចបើក្តៅចៀកខាងឆ្វេងក្តីខាងស្ដាំក្តីនោះទំនាយថានឹងមានភ្ញៀវមកដល់ហើយមានការទីពឹងទៅវិញទៅមកយ៉ាងប្រសើរ 9 ម៉ោង 5 ល្ងាចដល់ម៉ោង 7 យប់បើក្តៅត្រចៀកខាងឆ្វេងក្តីខាងស្ដាំក្តីនោះទំនាយថានឹងបានសប្បាយបានទទួលទានស្រានឹងជប់លៀងនឹងបានទទួលទានអាហារយ៉ាងឆ្ងាញ់មិនខាន 10 ម៉ោង 7 យប់ដល់ម៉ោង 9 យប់បើក្តៅត្រចៀកខាងឆ្វេងឬបើក្តៅត្រចៀកខាងស្ដាំបើខ្លួនអ្នកជាមនុស្សស្រីទំនាយថានឹងមានមកនិយាយស្ដីដណ្ដឹងយកធ្វើជាប្រពន្ធបើខ្លួនអ្នកជាមនុស្សប្រុសវិញនៅថានឹងមានគមកនិយាយចែកជើចង់បានខ្លួនធ្វើជាប្តីមិនឡើយ 11 ម៉ោង 9 យប់ដល់ម៉ោង 11 យប់បើក្តៅត្រចៀកខាងឆ្វេងខាងស្ដាំនោះទំនាយថាខ្លួនអ្នកនឹងត្រូវមានរឿងឆ្លុះប្រកែករវាងគ្នានឹងគ្នាជាមិនខាន 12 ម៉ោង 11 យប់ដល់ម៉ោង 1 កណ្ដាលត្រៀតបើត្រចៀកខាងឆ្វេងឬក្តៅត្រចៀកខាងស្ដាំក្តីនោះទំនាយថានឹងមានគមកចោតប្រកាន់ឲ្យមានរឿងឲ្យមានក្តីក្តាមដល់សាលាជាមិនខាន ជាការលើកទឹកចិត្តមួយពីបងប្អូនបន្តបន្ទួចតែវាធំធែងសម្រាប់ខ្ញុំបាទ